នៅវិមានព្រឹទ្ធសភានៃព្រឹកថ្ងៃសុក្រ300ខែអាសត់ឆ្នាំម្សាញ់សពស័កពុទ្ធសករាជ2569ត្រូវនៅថ្ងៃទី10ខែតុលាឆ្នាំ2025នេះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឲ្យឯកឧត្តមបណ្ឌិត Roosevelt Skerrit នាយករដ្ឋមន្ត្រីនៃ Commonwealth Dominic ចូលជួបសម្ដែងការគួរសមយោងតាមឯកឧត្តមជាធិរិទ្ធអ្នកនាំពាក្យព្រឹទ្ធសភានៅក្នុងជំនួបនេះសម្ដេចតេជោបានសម្ដែងនៅការស្វាគមន៍ចំពោះឯកឧត្តមនាយករដ្ឋមន្ត្រីនៃ Commonwealth Dominic និងសហការីដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជានៅពេលនេះសម្ដេចតេជោបានចាត់ទុកវត្តមានឯកឧត្តមនាយករដ្ឋមន្ត្រីមកកាន់ព្រះរាជាណាចក្រកម្ពុជានាឱកាសនេះគឺជាច្រកដ៏សំខាន់ក្នុងការពង្រឹងទំនាក់ទំនងរវាងកម្ពុជានិង Commonwealth Dominicដើម្បីឲ្យមានការរីកចម្រើនបន្ថែមទៀតរវាងប្រទេសទាំងពីរនៅក្នុងឱកាសនោះឯកឧត្តមនាយករដ្ឋមន្ត្រីបានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោដែលបានផ្ដល់ឱកាសឲ្យឯកឧត្តមបានចូលជួបសម្ដែងការគូសពនៅពេលនេះឯកឧត្តមបានលើកឡើងថាពេលដែលឯកឧត្តមនៅជានិស្សិតឯកឧត្តមបានសិក្សាអំពីប្រវត្តិរបស់សម្ដេចតេជោដែលបានតស៊ូជាច្រើនក្នុងការរំដោះប្រទេសកម្ពុជាក៏ដូចជាការដឹកនាំប្រទេសឲ្យមានការរីកចម្រើនឯកឧត្តមក៏បានកោតសរសើរសម្ដេចតេជោយ៉ាងខ្លាំងផងដែរចំពោះភាពដឹកនាំរបស់សម្ដេចហើយឯកឧត្តមបានហៅសម្ដេចតេជោថាជាស្ថាបត្យកររបស់កម្ពុជាដែលនាំកម្ពុជាឲ្យមានសន្តិភាពនិងភាពរីកចម្រើននៅក្នុងឱកាសនោះសម្ដេចតេជោក៏បានអរគុណចំពោះឯកឧត្តមនាយករដ្ឋមន្ត្រីដែលបានចាប់អារម្មណ៍អំពីប្រវត្តិរបស់សម្ដេចសម្ដេចតេជោក៏បានមានប្រសាសន៍រៀបរាប់បន្ថែមអំពីការតស៊ូរបស់សម្ដេចនៅក្នុងបុព្វហេតុនៃការរំដោះប្រទេសជាតិតាំងពីការរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍និងការនាំប្រទេសមករកសុខសន្តិភាពឯកភាពទឹកដីក្រោមនយោបាយឈ្នះឈ្នះនាំមកនៅសន្តិភាពពេញលេញនៅចុងឆ្នាំ1998សម្ដេចតេជោក៏បានចែករំលែកជាច្រើនទៀតទាក់ទងទៅនឹងបទពិសោធន៍ទាំងអស់នៅក្នុងការស្វែងរកសុខសន្តិភាពនិងការអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើនជាបន្តបន្ទាប់នៅក្នុងឱកាសនោះសម្ដេចតេជោក៏បានមានប្រសាសន៍លើកឡើងអំពីស្ថានភាពព្រំដែនកម្ពុជានិងថៃដោយសម្ដេចតេជោបានពន្យល់អំពីរឿងរ៉ាវដែលបានកើតឡើងនាពេលកន្លងទៅនេះសម្ដេចតេជោបានជម្រាបជូនឯកឧត្តមនាយករដ្ឋមន្ត្រីថាអ្វីដែលកម្ពុជាចង់បានគឺការរក្សាបាននៅបទឈប់បាញ់មួយដោយមានប្រសិទ្ធភាពនិងបញ្ចប់នៅវិបត្តិដើម្បីឈានទៅរកដំណោះស្រាយនិងទៅរកប្រក្រតីភាពឡើងវិញដោយដែលប្រទេសទាំងពីរធ្លាប់មានពីមុនមកសម្ដេចតេជោក៏បានលើកឡើងអំពីសក្តានុពលនៃទំនាក់ទំនងរវាងកម្ពុជានិង Commonwealth Dominic សម្ដេចតេជោបានបញ្ជាក់ថាប្រទេសទាំងពីរត្រូវតែពង្រីកនៅចំណងមិត្តភាពតាមរយៈវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មជាមួយគ្នាឲ្យកាន់តែទូលំទូលាយបន្ថែមទៀតសម្ដេចតេជោបានមានប្រសាសន៍ទៀតថាដើម្បីឲ្យទំនាក់ទំនងរវាងរដ្ឋនិងរដ្ឋក៏ដូចជាប្រជាជននៃប្រទេសទាំងពីរកាន់តែមានភាពល្អប្រសើរនោះភាគីទាំងពីរគួរតែមានកិច្ចសហប្រតិបត្តិការរវាងគណៈបកនយោបាយឲ្យមានភាពស្អិតរមួតនឹងគ្នាដើម្បីជាកត្តាជំរុញទៅដល់វិស័យផ្សេងៗទៀតឯកឧត្តមនាយករដ្ឋមន្ត្រីក៏បានអរគុណចំពោះសម្ដេចតេជោដែលបានចែករំលែកនៅបទពិសោធន៍យ៉ាងពិស្ដារជាពិសេសការតស៊ូរំដោះប្រទេសជាតិនិងការស្វែងរកសន្តិភាពរបស់សម្ដេចដោយឯកឧត្តមបានចាត់ទុកសម្ដេចតេជោជាវចនានុក្រមអត្ថាធិប្បាយមួយរបស់ពិភពលោកហើយជាមេដឹកនាំមួយដែលធ្វើឲ្យកម្ពុជាមានសុខសន្តិភាពនិងជាផ្នែកមួយធ្វើឲ្យពិភពលោកមានសុខសន្តិភាពផងដែរឯកឧត្តមបានចាត់ទុកសម្ដេចតេជោជាមេដឹកនាំដែលបានចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាពិភពលោកជាច្រើនក្នុងពេលដែលសម្ដេចនៅជានាយករដ្ឋមន្ត្រីឯកឧត្តមផ្ទាល់និងសហការីពិតជាមានកិត្តិយសណាស់ដែលបានស្ដាប់នៅការចែករំលែកបទពិសោធន៍របស់សម្ដេចដែលប្រកបដោយគតិបណ្ឌិតនិងជាមេរៀនដ៏សំខាន់សម្រាប់ឯកឧត្តមផងដែរទាក់ទងទៅនឹងបញ្ហាព្រំដែនរវាងកម្ពុជានិងថៃឯកឧត្តមបានបង្ហាញនូវការគាំទ្រចំពោះការដោះស្រាយដោយសន្តិវិធីហើយសង្ឃឹមថាបញ្ហាព្រំដែនរវាងកម្ពុជានិងថៃនឹងអាចដោះស្រាយបានក្នុងពេលឆាប់ៗនិងវិលទៅរកប្រក្រតីភាពឡើងវិញនៅឱកាសនោះឯកឧត្តមក៏បានទទួលយកនៅសំណើរបស់សម្ដេចតេជោក្នុងការជំរុញឲ្យមានកិច្ចសហប្រតិបត្តិការរវាងគណៈបកនៃប្រទេសទាំងពីរដែលឯកឧត្តមនឹងធ្វើកិច្ចការងារនេះព្រមទាំងបន្តនៅកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាជាបន្តទៀត